នៅពាក្យអារតនីរបស់ស្ដេចមារាធិរាជថាសូមឲ្យព្រះអង្គចូលបរិនិព្វានទៅព្រោះនាមពលថាព្រះអង្គចាស់ហើយបជន80ព្រះវស្សាហើយព្រះអង្គចាស់ហើយអពាតក៏មានច្រើនសាវកព្រះអង្គក៏ចេះសម្ដែងធម៌ល្អល្អះមានច្រើនហើយអបាសកអបាសិកាក៏តាំងនៅក្នុងបតៃសានគមច្រើនហើយព្រះអង្គនៅធ្វើអីទៀតបរិនិព្វានទៅមុននឹងព្រះអង្គទទួលពាក្យអារាធនារបស់នាងព្រះអង្គប្រកាសសម្ដែងនៅពុបនិមិត្ត10ព្រះអនន្ត16ដងក្នុងថ្ងៃមាឃបូជាជាថ្ងៃដែលប្រកបដោយរឿងដ៏សំខាន់ក្នុងពុទ្ធសាសនាទី1នោះជាថ្ងៃដែលព្រះដ៏មានពភាព្រះអង្គប្រកាសសម្ដែងនៅអវាទបត្តមោប្ររពធ្វើនៅចតុរង្គសន្និបាតដែលមានព្រះអរហន្តជាព្រះកៃណាស្រោប1250អង្គព្រះអង្គចូលរួមយើងនេះបើគ្រប់ចំនួនណា2000នាក់លើសផងណោះមើលណាណាប៉ុន្តែសម័យកាលនោះថ្ងៃហ្នឹងណាមានព្រះអរហន្តសិក្សាតែជាព្រះកៃណាស្រោបព្រះកៃណាស្រោបយ៉ាងម៉េចទៅគឺថាជាព្រះអរហន្តដែលបានជាអេហិភិក្ខុសិក្សាតែជាព្រះអរហន្តដែលបានទទួលការបំពុះផ្ទាល់អំពីសំណាក់ព្រះដ៏មានព្រះភិក្ខហើយសិក្សាតែជាព្រះអរហន្តដែលប្រកបដោយអភិញា6ជាព្រះអរហន្តដែលប្រកបដោយគឺថាសម្ដេចព្រះសង្ឃរាជនេះមានតួនាទីសំខាន់ណាស់ក្នុងបុព្វហេតុជាតិនិងសាសនាមិនមែនគ្រាន់តែថាធ្វើជាស្ដេចព្រះសង្ឃត្រួតតែសង្ឃទេគឺថាមើលការខុសត្រូវដល់បណ្ដាលរាជវិជាមន្ត្រីរាជការដែលកំពុងតែខ្វះធម៌និងធម៌នៅគ្នានេះគឺថាលោកមានតួនាទីក្នុងការពង្រួមចឹងគឺជាកន្លែងដែលថែរក្សានៅក្បួនច្បាប់តម្រាគ្រប់បែបយ៉ាងទាំងអស់មិនមែនប្រសង់គ្រាន់តែថាឡើងទៅលើក្រែមកអញ្ចឹងទេព្រោះតាងាកទៅក្បួនច្បាប់ទំនៀមទម្លាប់គឺតែមានទាំងអស់អញ្ចឹងបានថាវិស័យរបស់ព្រះសង្ឃក្នុងប្រទេសកម្ពុជានេះមានតួនាទីសំខាន់ដោយសម្ដេចព្រះសង្ឃរាជអង្គបច្ចុប្បន្នលោកមានតួនាទីក្នុងការជួយស្ដារឡើងវិញនៅវិស័យពុទ្ធសាសនានៅវិស័យសុខដុមរមណីយកម្មផ្នែកផ្លូវចិត្តសតិអារម្មណ៍របស់ប្រជាពលរដ្ឋដោយតួយ៉ាងសម្ដេចព្រះមហាឃោសានន្ទជាដើមដែលព្រះអង្គទៅពង្រួមទៅធ្វើនៅសក្តីករណាឲ្យដល់តំបន់ខ្មែរក្រហមដែលមិនទាន់ធ្វើសមារណកម្មជាមេរាជរដ្ឋាភិបាលជាដើមអីគឺថាព្រះសង្ឃលោកមានតួនាទីអញ្ចឹងមិនមែនថាយើងគិតថាដេព្រះសង្ឃគ្មានប្រយោជន៍អីមិនមែនអញ្ចឹងទេព្រោះព្រះសង្ឃមានតួនាទីជាមួយនឹងវិស័យការពារជាតិវិស័យអប់រំវិស័យអភិវឌ្ឍតាំងតែពីបុរាណកាលមកហើយតែមិនថែរក្សាទេស្មើនឹងយើងធ្វើឲ្យបំផ្លាញតែខ្លួនឯងហ្នឹងយកជាការអីមិនកើតទេនឹងរឿងហ្នឹងអញ្ចឹងហើយលៃយ៉ាងម៉េចប្រព្រឹត្តយ៉ាងម៉េចគឺថាគប្បីលៃលោកថែរក្សាហើយប្រកាន់យកទំនៀមចាស់